ខ្ញុំចាំបានកាលពីបាច់មុនឬក៏ចំនួនមុនមានបងអូនស្រីម្នាក់គាត់បានចូលរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលរបស់ខ្ញុំនៅក្នុងសប្តាហ៍ទី1ក៏ដូចជាសប្តាហ៍ទី2ខ្ញុំឃើញថាគាត់នៅមានអារម្មណ៍ភ័យខ្លាចជាច្រើនហើយអត់ឃើញគាត់ទៅមានសកម្មភាពច្រើនទេនៅពេលដែលគាត់មករៀនក៏ប៉ុន្តែនៅក្នុងសប្តាហ៍ទី3គាត់ចាប់ផ្ដើមទៅមានសកម្មភាពគាត់ចាប់ផ្ដើមបើកឱកាសខ្លួនឯងទៅធ្វើអានឹងគឺជារឿងមួយដែលខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលមែនទែនហើយខ្ញុំក៏បានទៅសួរគាត់ថាពូលហេតុអីបានជាសប្តាហ៍ទី3នេះអូនស្រីបានអនុញ្ញាតឲ្យខ្លួនឯងទៅមានសកម្មភាពហ៊ានឡើងមកនិយាយទី1គឺចង់ជំនះភាពខ្សោយរបស់ខ្លួនឯងហ្នឹងហើយមួយទៀតដោយសារខ្ញុំបានមើលវីដេអូតាក់ទងពីលោកគ្រូនិយាយតាក់ទងនឹងសភៅ Let them theory អញ្ចឹងធ្វើឲ្យខ្ញុំខំផឹងធ្វើម៉េចជំនះវាឲ្យបានអូខេអញ្ចឹងតាក់ទងទៅនឹងវីដេអូមួយហ្នឹងនៅពេលដែលយើងនិយាយថា Let them គឺមានន័យថាឲ្យយើងកុំតែខ្វាយខ្វល់ជាមួយនឹងពាក្យសម្ដីក៏ដូចជាអារម្មណ៍និងការគិតអ្នកដែលគាត់កំពុងតែមើលមកយើងសំខាន់យើងត្រូវផ្ដោតលើខ្លួនឯងតើយើងចង់បានអីយើងចង់និយាយអីយើងចង់ផ្ដោតអីទៅកាន់អ្នកស្ដាប់របស់យើងអញ្ចឹងនៅពេលដែលគាត់បានមើលវីដេអូមួយហ្នឹងបានធ្វើឲ្យគាត់មានទំនុកចិត្តក៏ដូចជាភាពក្លាហានក្នុងការទៅធ្វើសកម្មភាពក្នុងការគាត់ដែលបង្កើនសមត្ថភាពរបស់គាត់ក្នុងការនិយាយអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាក៏ដូចគ្នាដែរបើសិនជាអ្នកទាំងអស់គ្នាកំពុងតែជួបការគិតមួយចំនួនក្នុងការខ្វាយខ្វល់ពីការគិតអ្នកដទៃ let them ព្រោះត្រឡប់ទៅវិញយើងអាចទៅគ្រប់គ្រងការគិតអារម្មណ៍ឬក៏ការនិយាយរបស់អ្នកទាំងអស់នោះបានទេផ្ដោតទៅលើអ្វីដែលយើងចង់ផ្ដល់ឲ្យទៅកាន់អ្នកស្ដាប់របស់យើងចឹងសង្ឃឹមថាវីដេអូមួយនេះអ្នកទាំងអស់គ្នាក៏ដូចជាអ្នកកំពុងតែទស្សនានឹងទទួលបានអ្វីមួយថ្មីសម្រាប់ខ្លួនឯងអរគុណ